ធ្វើចរិតឲ្យស្រួលបួងមួយខ្ញុំទៅបានហើយកុំភ្លើឬបងតែចំណាំអីខ្ញុំប្រាប់ខ្ញុំស្លាប់មនុស្សអត់ដែលស្ដាយទេស្គាល់ចរិតខ្ញុំច្បាស់ហើយម៉ាក់នៅតែខ្ញុំមានរឿងហើយបងរចនានិងបងណៃអូគាត់លេងគ្នាហើយបងសាក់ជាមួយបងលេចហ្នឹងគាត់ចេញទៅនៅខែបាត់ហើយខ្ញុំមិនដឹងថានៅនោះមានរឿងអីម៉ាក់ខ្ញុំពិបាកចិត្តខ្លាំងណាស់បងស្រីកូនតែប្រាប់មែនកូនអត់ទេម៉ាក់យ៉ាងណាក៏ត្រូវឲ្យប៉ូលីសតាមស៊ើបអង្កេតដែរឲ្យដឹងថាគាត់នៅណាបើដឹងថាគាត់នៅណាយើងស្រួលទៅសម្របសម្រួលតាមគាត់ហើយអារឿងដាក់ប្រចាំឯនៅណាហ្នឹងតាមខ្ញុំចាត់ចែងឲ្យអូនត្រឹមជាប្រពន្ធក្រៅមេនងមនុស្សស្រីបំរុងបងតែងតែទុំចោលឲ្យរួចតែតក្រៀមក្រំឲ្យកាបងមិនខ្វល់ខ្វាយទឹកភ្នែកចូលក្នុងអញថាអញសង្ស័យយូរហើយអញចង់ឃើញមកចៅយូរហើយឥឡូវអញបានឃើញហើយធៀមខ្លួនចូលកុំ8នាក់ឲ្យពួកឯងនេះសាហាវណាអេអត់មានថោកទាំង3ទេបងគ្មានដឹងខ្ចោលទេ2នាក់នឹងទីអ្នកប្រវូបងបងអត់ដឹងទេបងតាមតាវាទេកុំមកដោះសារបងមកបងឯងបើកផ្លូវឲ្យខ្ញុំមិនយកដោះសារឲ្យខ្លួនម្នាក់ឯងចឹងក៏ល្បិចសបោណាអញល្បិចក៏ដោយសារហែងអ្នកនាំណាអាសាអាណាអ្នកនាំផើខំបងឯងចិត្តទេខ្ញុំមកចិត្តផឹកបាយបខំឲ្យខ្ញុំផឹកបងឯងបខំឲ្យខ្ញុំលេងស្រីដល់បងឯងមានស្រីច្រើនក៏បងឯងខ្ញុំមានស្រីច្រើនដែរដល់ចាក់ខ្ញុំមានលេងស្រីបាយជួយលួចខ្ញុំទៀតហ៎ស្អីគេបងឯងខ្ញុំការពារស្រីបងឯងឲ្យបងរចនាដឹងបងឯងបខំឲ្យខ្ញុំលេងប្រពន្ធខ្ញុំមកយកប្អូនស្រីបងឯងហ៎អាណានាំឆ្លើយមកនិយាយចឹងបានទៀតហែងប្រាប់អញថាចង់សុបាយសុបាយជ្រុលហ្នឹងមែនសុបាយជ្រុលខ្លួនក៏ដោយសារដល់បងឯងហ្នឹងខ្ញុំប្រាប់គាត់ក្បត់បងឯងមានស្រីច្រើនណាទិញឡានទិញផ្ទះទិញខុនដូឲ្យស្រីបងឯងទៀតចង់ខ្ញុំនិយាយប្រាប់គាត់អត់បាត់មកអីអាកពើវិញបឹងអាប្របងបាយចង់ក្រោយហែងដឹងរឿងអញច្រើនណានៅចិត្តអញចង់ក្រោយចាក់អញពីក្រោយខ្នងហ៎ឆ្កែដល់2នាក់ហ្នឹងមិនវាដើមមួយគ្នាត្រូវអញថាអីតាអញថាក៏បាយអញចាប់បានតែអញចាប់បានដល់ដៃប៉ូលីសហើយធៀបចូលកុកទាំង3នាក់ឯងឲ្យរួចខ្លួនទេហើយសម្លេងអ្នកពួកឯងនិយាយគ្នាមិញណាយើងខំក្នុងទូរស័ព្ទយើងទាំងអស់ធៀបដេកកុកទាំងអស់គ្នាបងរចនាបងឯងចង់ចាប់ពួកខ្ញុំចូលកុកមែនកុំមិនណាបងសិតតែបងប្អូនគ្នាណាបងប្អូនថោកទៀតចឹងអញអត់ណាត់ទេធៀបខ្លួនដេកកុកទាំងអស់គ្នាហ្មងអត់អាណិតបងប្អូនអាណៃក៏អាណិតបងដែរបងប្តីអាណៃហើយកូនមិនខ្មាស់គេប៉ុណ្ណាអាណៃចង់ប្តឹងប្តីដាក់គុកមិនបើកូនដឹងថាប៉ាវាជាប់គុកមិនខ្មាស់គេមិនអាណៃគិតមួយមើលអញអត់ខ្វល់អញអស់ចិត្តហើយធៀបដេកកុកទាំងអស់គ្នាណែមិនអីបងចង់ចាប់ខ្ញុំជិះគុកស្រួលៗទេណាហ៎ហើយចង់ធ្វើស្អីប្រពន្ធឯងអាឡប់លោកពីដែរដល់ចឹងបងចង់ឡប់អញលុបទេអត់លុបទេហ៎លុបហើយធ្វើស្អីប្រពន្ធឯងអាឈួតហើយមកដល់ស្រែគ្នាតាមស្រួលចង់ចូលគុកទាំងអស់គ្នាមែនមកពីដែរឥឡូវគ្នាបងរចនាបងឯងចង់ឲ្យពួកខ្ញុំចូលកុកឬក៏បងឯងងាប់បាយរហរចនាអនឯងទុកវីដេអូនោះទៅអីអនឯងលុបចោលទៅសោះតែបងប្អូនឯងតែដល់ស្រែគ្នាតាមស្រួលទៅអនឯងទុកក៏មិនចំណេញដល់ថៃដល់ស្រែគ្នាណែមួយអត់មិនណាដល់ស្វិត1ដល់8ចុចមើលបងមិនចង់បាត់បង់សមាជិកក្នុងគ្រួសារហ្នឹងឯងនៅស្ងៀមហើយឆាប់ចេញពីកន្ទប់ហ្នឹងតើបានមិនប៉ះអូនបងសុំទោសណាអូនឯងកុំស្ដាប់ពាក្យអាសាកុំជឿពាក្យអាសាអីអាសាវាបែកថ្នាំវាចេះតែនិយាយអីផ្ដេសផ្ដាទេអូនឯងជឿប្តីណាបងសុំវល់ខ្ញុំធ្វើប្រពន្ធម៉ែឯងច្រើនឆ្នាំហើយខ្ញុំក៏ដឹងថាម៉ែឯងក្បត់ខ្ញុំច្រើនលើច្រើនសារដែរតែខ្ញុំទ្រាំខ្ញុំខំមកចង្កត់ចិត្តព្រមរស់នៅជាមួយដោយសារអីខ្ញុំខ្លាចកូននេះក៏ព្រាឪពុកតែមនុស្សបែងនេះអត់កែទេយូរទៅខុសទៅអាក្រក់ទៅកែអត់ឡើងហ្មងបងដឹងថាបងប្តីចង់មកសៀតប្តីអត់បានការតែផ្លាញអូនឯងតែបងគាត់ចង់សុំឱកាសកែខ្លួនបានអត់បងឲ្យវាមានលើកទី2ទៀតទេណាវាមិនលើកទី2ទេបងវាច្រើនលើកច្រើនសាយតែមនុស្សដូចបែងអត់កែទេខ្ញុំអត់ជំនឿលើបែងនេះខ្ញុំស្ដាយតែយកបែងធ្វើប្តីមានគេចង់បានខ្ញុំច្រើនខ្ញុំបដិសេធគេដើម្បីមិនជឿហើបែងមិននឹកស្មានថាបែងបំផ្លាញទំនុកចិត្តខ្ញុំម្ដងហើយម្ដងទៀតចឹងទេបងស្ពះក៏បានដែរណាណៃកុំចិត្តដាច់ដាក់បងពេកណាបងខុសលើកនេះបងខុសលើកចុងក្រោយហើយបើសិនជាបងខុសម្ដងទៀតអូនឯងលែងបងចុះឲ្យបងធ្វើអីក៏បានដែរចៃឆ្ងាយពីខ្ញុំខ្ពើមពាក្យសម្ដីបែងទៀតខ្ញុំខំអាណិតស្រឡាញ់បែងខំយកបែងទាំងដឹងថាបែងក្របែងពូម៉ាយចង់ឲ្យបែងឡើងទ្រើងតែបែងអត់ឡើងទ្រើងទេស្អែកយើងលែងគ្នារចនាស្អែកឡើងតុលាការមួយខ្ញុំទៅចែកទ្រព្យសម្បត្តិដែលមានរួមគ្នានឹងចែកជា2ហើយកូនណាចែក1ម្នាក់
បងសាក់បងនេះអូនជាមួយបងរចនាគាត់លេងលេះគ្នាផ្ទះនឹងយើងនៅលេងកើតតែគិតមកចុះបង ឲ្យធ្វើម៉េចបើនៅមិនកើតទេចេញទៅហងនៅទៀតនៅមិនតែក្តៅកាហាយស្លាប់មនុស្សហ្នឹង បងសាក់បងកុំធ្វើចឹងឲ្យអូនឃើញទៀតបានអត់អូនភ័យបងអូនមិននឹកស្មានថាបងហ៊ានស្លាប់មនុស្សចឹងអូនសម័យមិនចេញបើសិនជាអូនទៅនៅជាមួយបងតែ2នាក់ហើយបងខឹងអូនបងស្លាប់អូនតើអូនគិតមិន ធ្វើចរិតឲ្យស្រួលបងមួយខ្ញុំទៅបានហើយកុំភ្លើដូចបងរចនាមិញខ្ញុំប្រាប់ខ្ញុំស្លាប់មនុស្សអត់ដែលស្ដាយទេស្គាល់ចរិតខ្ញុំច្បាស់ហើយ តែលុយយើងសមម្ដង100ផងហ្នឹងបើសិនជាយើងទៅនៅក្រៅយើងទៅនៅណាទៅបងអូនវល់ខូហើយនេះ បងមិនមែនភ្លើទេបងយកខ្លងផ្ទះហ្នឹងទៅប្រចាំហើយឯងមកឲ្យលឿននេះប្រយ័ត្នពួកគាត់មកចាប់បានទៅ ថាម៉េចបាញ់យកប្លង់ផ្ទះហ្នឹងទៅប្រចាំ សួរនាំច្រើនមែនបងសួរថាអញនៅឬក៏ទៅ នៅស្អីបើបាញ់យកប្លង់ផ្ទះហ្នឹងទៅប្រចាំហ្នឹងមិនសាក់មិនបាញ់ធ្វើអញ្ចឹង នៅនិយាយដដែលជួបទេបើហ៎បងសួរថាអញទៅអត់ ហើយបាញ់ប្រចាំប្លង់ផ្ទះហ្នឹងបានប៉ុន្មាន 10000ជាងតែយកទៅចាក់អស់ហើយសល់តែ1000ជាង ឆាប់1000ហ្នឹង នេះនិយាយដដែលសួរទៅបាត់ទៅបើបានឲ្យលឿនទេគេមកហ្នឹងសង្ស័យលើរហូតក្នុងចាត់គេសង្ស័យយើង អូខេបងតែបាញ់សន្យាថាបាញ់ត្រូវស្រឡាញ់មើលថែអូនណាអូនទុកចិត្តលើបងណាអូនផ្ញើជីវិតលើបងណាបង តើបងឲ្យឌីស៊ីអត់មានថាមកឌីស៊ីលុយ1000ជាងហ្នឹងទេ ចាបងចាអូនសន្យាថាអូននឹងប្រឹងរកលុយកុំឲ្យតាមបាញ់ក្បត់អូនទៅណាអូនស្រឡាញ់បងអូនបាញ់ក៏បារម្ភណា គេប្រវត្តិឲ្យលឿនទៅគេមកឥឡូវទេ មានរឿងអីកូនមានរឿងអីប្រាប់ម៉ាក់មើលកូន ម៉ាក់នៅតែខ្ញុំមានរឿងអីបងរចនានិងបងណៃអូគាត់លេងគ្នាហើយបងសាក់ជាមួយបងលិចហ្នឹងគាត់ចេញទៅនៅក្រៅបាត់ហើយខ្ញុំមិនដឹងថានៅនោះមានរឿងអីទេម៉ាក់ខ្ញុំពិបាកចិត្តខ្លាំងណាស់ បងស្រីកូនតែប្រាប់មែនកូន ហ្នឹងហើយគាត់តែមកប្រាប់ខ្ញុំមិញថាគាត់លេងគ្នាអីម៉ាក់នៅនោះមានរឿងអីបាត់ជិះដល់ថ្នាក់ហ្នឹងខ្ញុំមិនដឹងទេ មួយកូនកុំអាស្លន់ស្លោចាំមើលទៅសួរនាំឲ្យច្បាស់សិនមើលកូនមានរឿងអីដល់ថ្នាក់លេងលះគ្នា ម៉ាក់មានរឿងអីមែននេះសារកាត់អីមែនអូន បងរចនាជាមួយបងណៃអូគាត់លេងគ្នាហើយមិនបងរចនាតែមកយំដាក់អូនខ្លាំងអូនដឹងថានៅតែមានរឿងអីបាត់ដល់ថ្នាក់ហ្នឹងបង ឥឡូវអូនកុំយំចាំបងជូនទៅតែបងទៅផ្លាស់អាសិនម៉ាក់ទៅមួយកូនអត់ ម៉ាក់ទៅដែរម៉ាក់ចង់ដឹងថាមានរឿងអីបានដល់ថ្នាក់លេងលះគ្នា ម៉ាក់ចិត្តខ្ញុំមកស្ងប់សោះនេះចិត្តដល់ថ្ងៃរៀបការមកបងគាត់ធ្វើអញ្ចឹង អត់អីទេកូនតោះ មកអូនបងហើយ តោះ ពួកវារត់អស់ហើយយកទាំងក្នុងផ្ទះទៅប្រចាំទៀត អត់ទេរឆានអស់នេះ ចឹងហើយអូនប្រាប់ច្រើនលើច្រើនសាយថាកុំឲ្យយកពូសដានចោលមកនៅផ្ទះតែបែរនេះរឹងឥឡូវឃើញអត់វាយកទៅអស់លេងនេះគ្មានសល់អីទៀតទេ អត់អីចាំបងតាមហៅវាឲ្យឃើញហើយនៅណាអញសម្លាប់ហើយនៅនឹងហ្មង សំខាន់មីថោកប្អូនយើងនេះពេលទៅតាមអាថោកនឹងទៀតវាអត់ខ្លាចងាប់ពេលទៅនៅមួយមនុស្សប្រុសស្ដានឆ្កែអញ្ចឹង ដូច្នេះអានេះកុំលេងគ្នាបងអត់ចង់អានេះរ៉ាប់រងម្នាក់ឯងបងអាណិតកូនហើយបងអត់ចង់អានេះពិបាក ខ្ញុំនៅជាមួយយើងអាខ្ញុំពិបាកអត់អីទេខ្ញុំនៅសោះហាងនៅកំពង់សោមមួយដែរខ្ញុំអាចយកមកចិញ្ចឹមកូនបានហើយឡានហ្នឹងយើងយកទៅហើយយើងចែកផ្លូវគ្នាពីថ្ងៃហ្នឹងទៅបងរចនាមកជិះបងមានលិចនឹងប្តីវាយកផ្លង់ផ្ទះយកទៅប្រចាំអស់ហើយឥឡូវវារត់ទៅអស់ហើយផ្ទះជួលតែអីហ្នឹងគឺវាយកទៅអស់លេងនេះបងឥឡូវអត់មានអីសងក្នុងខ្លួនទៀតទេអស់លេងនេះអូន អត់មកលេងតាមចាក់ហ្មងបងខ្ញុំជឿថាគាត់រត់មិនឆ្ងាយពីស្រុកខ្មែរយើងទេ មែនទេកូនកូនឯងស្គាល់ប៉ូលីសស្រាប់អញ្ចឹងកូនឯងតាក់ទងទៅប៉ូលីសឲ្យគេមកធ្វើអន្តរាគមន៍តិចទេកូន ព្រោះយើងអត់មានផតតាំងប៉ុណ្ណឹងខ្ញុំកាមេរ៉ាបានដាក់គ្រប់បន្ទប់ទាំងអស់វាជាកំហុសរបស់ខ្ញុំ អូខ្ញុំឆ្ងល់បងអារឿងកាមេរ៉ាហ្នឹងបាយប្រហែលមែនខ្ញុំថារកប្រាក់បាយយូរទៅថាបាយដាក់ហ្នឹង បងចេះថាហើយទៅណាមួយនៅតែប្រញាក់ដីពុនកូនអីហ្នឹងកាលពីមុនហ្នឹងមានអាលិចនឹងប្តីវាអត់តមកនៅផ្ទះយើងមិនដែលបាត់អីទេបងដាក់អីប្រហែលមិនគុំណែបាត់ទេតែតាំងពីវាមកហ្នឹងគឺបាត់នេះបាត់នោះរហូត
ដល់ពេលអញ្ចឹងពិបាកណាបង បងណែអូបាយសាក់សួរមេធាវីបាយមើលគីឡូគាត់មានដំណោះស្រាយល្អៗយើង មេធាវីគេជួយយើងបានលុះត្រាតែយើងមានផុសតាងមានអីច្បាស់លាស់ឲ្យគេហើយបើគ្មានអីទៅសោះនេះទៅនិយាយជាមួយគេឲ្យគេជួយឲ្យមិនបាន ឥឡូវអត់ឯងគិតមិនយ៉ាងអូនហើយចង់អ្នកនៅបន្ទប់ជួលនោះគ្នា20ងាប់ហើយអូន អត់ទេម៉ាក់យ៉ាងណាក៏ត្រូវឲ្យប៉ូលីសតាមស៊ើបអង្កេតដែរឲ្យដឹងថាគាត់នៅណាបើដឹងថាគាត់នៅណាយើងស្រួលទៅសម្របសម្រួលតាមគាត់ហើយអារឿងដាក់ប្រចាំអីនៅណាហ្នឹងតាមខ្ញុំចាត់ចែងឲ្យ ហុយខ្លួនឯងជួយបងណាបងបងខ្លួនឯងម្ដងណាខ្ញុំតុនដៃតុនជើងអស់ហើយអស់លេងពីខ្លួនគ្មានសល់អីនេះ មួយអូនកុំអាគិតច្រើនតោះយើងចុះទៅក្រោមនិយាយគ្នាសិនអូនតោះ ហើយនិយាយចឹងឥឡូវណាប្រាប់តែម្ដងទៀតប្រាប់ចាយថាម្ដងមុនហើយហើយឥឡូវមិនតាន់ឃើញយាមកទៀត វាប្រាប់ថាចូលមកទិញអីយកមកញ៉ាំ ញ៉ាំទៀតអាំងតែខ្លួនឯងស្គមបបោគេញ៉ាំរហូតខ្លួនឯងស្គមឯងតែចង់ធាត់ថាចាយនេះតែញ៉ាំធាត់ទៅគ្មានណាគេមិនឆាប់ញ៉ាយទៀតឥឡូវហ្នឹង ចាយមានគេញ៉ាយដែរឃើញគេឆាតមកសុំតែការទូរស័ព្ទហ្នឹង មុននឹងឆាតសុំកាតឆ្លងវគ្គឆាតញ៉ាយដែរតែអូនលាក់អញក៏ប៊ូលីចាយហ្មងសម្រាប់ចាយប៉ុណ្ណឹងដែរនេះហើយធ្វើការកាស៊ីណូសល់លុយគ្រាន់ដែរតែខ្វាយប្រុសក្មេងចង់មកមួយចាយហ្នឹង លេបអីខ្លះទៅចាហុកអើយនេះលេចាហុកអីដូចស្បែករៀងស្ងួតដល់ដែរលេតែញមកចូលលុយស្មើគ្នាប៉ុន្តែខ្ញុំលេបតែម្នាក់ខ្ញុំលេប មែនតាចេញលុយស្មើគ្នាតែចាយវាគ្មានពេលតែលេបលេហ្នឹងទៀតហ្នឹងអញ្ចឹងបានស្បែកចាយនេះវាស្ងួតវាគ្រើម បើចង់ស្អាតកុំខ្ជិលចាហុកនេះលេម៉ូរៀនេះល្អណាលេបឲ្យបដោះសំណាប់ដល់ស្បែកហើយជួយបដោះកោសិកាថ្មីស្បែកយើងភ្លឺ អូយមែនតានិយាយទៅផលិតផលម៉ូរៀនេះលយមែនណាតែឃើញលើកទី1នេះណែសំខាន់ណាវាមានអាឡេលាបកនោះផ្សេងទៅអាឡេលាបខ្លួននោះផ្សេងទៅនិយាយថាលយត្មង ហ្នឹងហើយចាយអាឡេលាបកហ្នឹងបច្ចេកវិទ្យាចំនួនចុងក្រោយ exosome ចាយជួយផលិត collagen ផលិត elastin ហើយជួយព្យាបាលស្បែកដែលមានសភាពចាស់ជាងវ័យស្បែកក្រើមស្បែកឈួញហើយមនុស្សយើងតាម20ក្រាស់ឡើងគេ recommend ឲ្យប្រើលេហ្នឹងហើយ ឆ្លាតហើយបកាយទៅលាក់ឯងនិយាយចឹងគាត់ច្បាស់លាស់ហើយថាធ្វើការម្ដងពីរវេនហ្នឹង ច្បាស់ហើយចាខ្ញុំស្ទាបស្ទងការងារហើយស្រួលទេបើព្រៀបមួយរោងចក្រស្រួលជាងឆ្ងាយហើយណាមួយទៀតខ្ញុំអត់ចង់ឲ្យខ្លួនឯងមានពេលតនេច្រើនទេចង់ឲ្យខ្លួនឯងរវល់ទៅការងារទៅកុំឲ្យមានពេលចិត្តបាក់ចិត្ត ឆ្លាតអនឯងនិយាយទៅមានអារម្មណ៍ថាដូចជាចាប់ចិត្តមកម្ដងទៀតអញ្ចឹងបងស្រីមួយទៅប្រាប់វិហាស្លាប់ហើយរស់ឡើងវិញណាពីមុនណាលាក់ញ៉ាក្រោះតែឥឡូវនិយាយថាពីសម្រាប់វិញអូយឡើងស្អាតត្មងណា ចាជួយខ្ញុំអស់ហើយរងខ្ញុំសើចរហូតចឹង អូយបើជួយលៀបលេម៉ូរៀលទៅមានអីទៅពិបាក សាហើយផ្ទះណាគេហ្នឹងអវ៉ាន់ញ៉ៃមិនហើយនៅមិនអីមិនហើយដេកណាណីហ្នឹង ដេកលើសម្រាប់មើលខ្លួនស្រីកុំរៀបចំអញ្ចឹងចេះស៊ូនាំកើតហ្មងផ្ទះរបស់បងស្រីមិត្តភក្តិបងគេឲ្យនៅ free ហ្នឹង ហើយនៅ free ស្អាតជាងនឹងតិចបាទនេះអូមកផ្ទះឡើងខិចដឹងទុកពីអង្ការនេះតិចផ្ទះហ្នឹងមានខ្មោចនៅអូនខ្លាចនេះមិនមករកផ្ទះជួមុំនៅហើយបងនៅផ្ទះនេះដូចចូលមកដូចអាប់អូលដល់ហ្នឹង ធ្លាក់ខ្លួនប៉ុណ្្នឹងឯងចង់រកជំរឿស្អីទៀតនេះហ៎គេឲ្យនៅមើលថែផ្ទះគេចំណេញលុយប៉ុណ្ណឹងអត់ចង់ទៀតទុកលុយស៊ីអីទៅហងចាយ1000ជាងអស់ថ្ងៃហ្នឹងមែន ចឹងជួយរៀបអវ៉ាន់គ្នាទៅចឹងអូនរៀបតែឯងហត់រាប់ទៅជួយម្ដាយមកជើងម្នាក់ទៅចាំមើលររៀបហើយយើងទៅទិញពូស្ដាងអូនអត់ចេះដេកកទេល អត់មានទិញទេកទេមានដេកទៅខ្ញុំមិនហៅឲ្យមកធ្វើពនាងទេ អូនមានបានថាអូនចង់ធ្វើពនាងណាអូនគ្រាន់តែចង់ធ្វើជាប្រពន្ធល្អហើយប្រពន្ធតែម្នាក់របស់បងណា ខ្ញុំមានអារម្មណ៍ស្វីតជាមួយទេខ្ញុំកំពុងតែខ្មាស់គេចិត្តចាញ់បរៀនហើយផ្ទះក៏អត់នៅឡានក៏អត់ជិះដែរស្អីក៏អត់មានដែរខ្ញុំហត់នើយ គិតមួយហើយប្តីចាំពេលអូនបានការងារធ្វើអូនបងមលុះឡានឲ្យប្តីមួយមិនដែរ គុំនិយាយបានតែមាត់ខ្ញុំអត់ចូលចិត្តទេបើនិយាយឲ្យធ្វើចាំនិយាយ តើអូននិយាយអូនធ្វើបានហើយបាញ់ចាំតិចទេណាអូនមិនចង់ឲ្យប្តីអូនហ្នឹងអត់ជាងគេពេលដែលបងចេញបរៀនបងត្រូវបរៀនឲ្យខ្លាំងរលុយឲ្យបានច្រើនទៅយើងមានដូចគេដូចឯងដែរហើយតែប្តីយើងសាក់ផ្ទះថ្មីគេមួយឯង ខ្ញុំគ្មានអារម្មណ៍ទេឆ្ងាយ ទៅចុះឡើយណាថាមកមិនអត់ឃើញមកវិញទេហ៎ អូយវាថាវាដេកមិនឆ្អែតវាសុំដេកឡើងម៉ោងទៀតអញធុញណាអញនិយាយគ្នាហើយថាម៉ាស៊ីនបុកលហុងហ្នឹងអូខេគ្នាហើយហ្នឹងចាប់ពីដេកទៅវិញបាត់ទៅ អីទៅចឹងយើងចប់ផ្ញើវាទៅព្រោះវាប្រាប់ដែរតាថាវាធ្វើការយកចឹងវាអត់ត្រឡប់ទេ
វាបាក់ប៊ីហាដេកថ្ងៃសងវាដូចយើងដេកមែនតែនទេចង់វាដេកអស់ចឹង អូយហល់ហើយអាលាក់ដាក់ទេបានគ្រាប់នឹងក៏ហល់ម៉េះ បីគ្រាប់ទេរត់ដងទៅចាយហើយខ្លាំងមែន ចាយថាអាក់ហល់មួយថ្ងៃវាឈឺគូតឲ្យតែចាយញ៉ាំហើយវាមានអារម្មណ៍ថាអាលាក់សាគូតមិនទេ អីចេះចាយខ្មាស់គេនេះនិយាយលើគេស្ដាប់លើគេស្ពងងាប់ហើយគេខុសសម័យដល់ភាសាគូចាយនេះគេក្អួតបាត់ អូយគូតចាយឡើងអាលំផលចាយទៅស្ក្រាបមិញតែចង់មើលគូតចាយចាំចាយសាក់ឲ្យមើល តោះចូលទៅកំងបងអង្គុយចាំក្រៅ បងយកមេឬក៏យកប្រហិត ឯសួរច្រើនម៉េចហៅអីមកស៊ីមកមនុស្សពងឃ្លានសួរនាំងល់ហ្មងវិញ ចាប្តីអូនវាមិនធ្លាប់ញ៉ាំអាហារតាមចាមផ្លូវហ្នឹងអូនធ្លាប់តែចូលញ៉ាំហាងធំហ្មងដល់ពេលញ៉ាំអាតាមចាមផ្លូវចឹងដូចអត់ត្រឡប់សោះ ឥឡូវញ៉ាំតាមចាមផ្លូវមួយថ្ងៃទៅរងថ្ងៃចូលក្នុងហាងទំនើបក្នុងម៉ាស៊ីនត្រជាក់រងថ្ងៃហ្នឹងអត់តឡនអត់ធុញទេមែន ចាប្តីតាមពិតទៅអាមហូបតាមចាមផ្លូវអញ្ចឹងសំតអ្នកប្រាក់ខែទៀបមែនទេប្តី មានអីឥឡូវចង់ញ៉ាំអាតាមចាមផ្លូវអញ្ចឹងក៏ចូលហាងមានម៉ាស៊ីនត្រជាក់ដូរចិត្តបាន ដំបងអូនថាចង់ញ៉ាំអាមហូបតាមចាមផ្លូវចឹងដែរប៉ុន្តែអូនដូចជាស្អួយសម្រាមដល់ហើយប្តីអញ្ចឹងអូនចង់ដូរចិត្តវិញ តែវាថាយើងសម្រាម ទប់អារម្មណ៍ដូចស្អុយសម្រាមកាន់តែខ្លាំងទៅនេះស្អុយដូចលូមកចុះជាពិសេសស្អុយក្លិនខ្ទើយជរាហ្នឹងហ្មង ណែនេះអញថាអញមែនមានប្រពន្ធចង់អស់សាច់